សួស្តីបងប្អូនមានភ្ញៀវមួយគាត់សួរខ្ញុំភ្ញៀវរបស់ខ្ញុំគាត់ខ្ញុំដាក់ម៉ាស៊ីន ZK នេះ time attendant ឲ្យគាត់3ទីតាំងទាំង head office ហើយគាត់ប្រើ remote port server ដើម្បីមើលទៅទីតាំងពីរទៀតពី head office ទៅដោយគាត់ប្រើតាមរយៈ IP public របស់ក្រុមហ៊ុន internet ដែលបានឲ្យអញ្ចឹងណាហើយគាត់សួរខ្ញុំថាចុះបើសិនជាមានអ្នកផ្សេងដឹងអំពី IP public ហ្នឹងគេមិនអាច connect ចូល machine scan នឹងបានឲ្យស្រួលទេយើងមានវិធីណាអាចដោះស្រាយវាបានអត់អូខេវីដេអូនេះខ្ញុំបង្ហាញអំពីបងប្អូនរបៀបបិទកុំឲ្យថាឧទាហរណ៍ថាមានអ្នកផ្សេងដឹង IP public របស់យើងហើយគេ install software ហ្នឹងលើកុំព្យូទ័រគេទៅគេអាច connect ចូល machine scan យើងបានអញ្ចឹងដើម្បីបិទវាបានខ្ញុំប្រាប់នៅបន្ទាប់អញ្ចឹងតោះជួបមកគ្នាអូខេដើម្បីយើង set បានបងប្អូនចូលទៅ machine scan គេយកដៃបងប្អូនចុចទៅប៊ូតុង menu អូខេតោះមកលោតដល់ menu នេះបងប្អូនយកពាក្យថា com នេះ com នេះកន្លែង IP address ហ្នឹង com ទី3យកអូខេដល់បងប្អូនរកពាក្យ PC connection នៅខាងក្រោមយើង scroll មកហើយចុចលើអូខេដែលផ្សេងក្រៅពី B3C នេះក៏ដូចគ្នាដែរបងប្អូនអត់មានខុសគ្នាទេបងប្អូនចុចលើពាក្យអូខេនៅលើពាក្យថា com key ណា com key បងប្អូនឃើញចុចលើអូខេមកហើយបងប្អូន set មកលេខហ្នឹងឥឡូវខ្ញុំឧទាហរណ៍ថា set 1 2 3ណាហើយបន្ទាប់មកខ្ញុំចុចថាខ្ញុំយកថាអូខេហើយខ្ញុំដាក់1 3កន្លែង com key ហ្នឹងអូខេឥឡូវយើងទៅនៅលើកុំព្យូទ័រយើងវិញយើងទៅកុំព្យូទ័ររបស់យើងធម្មតាយើង add device ទៅដោយសារខ្ញុំមាន device នេះស្រាប់ហើយ IP គឺខ្ញុំមានដូចនៅលើ machine scan មិញហើយអញ្ចឹងខ្ញុំទៅដាក់ com key បងប្អូនចុចលើពាក្យ edit នេះឲ្យលើពាក្យ device នេះហើយបងប្អូនយកពាក្យ edit device ដោយសារខ្ញុំ edit ទៅលើ device របស់ខ្ញុំដែលមានកំពុងមានស្រាប់នេះ 1.0 ណា1.1.201នេះហើយបន្តមកនេះបងប្អូនឃើញកន្លែង communication password អញ្ចឹងបងប្អូនវាយលេខដែលបងប្អូន set នៅលើ machine scan ហ្នឹងមិញមក1 2 3អូខេបន្តមកបងប្អូនអូខេវាមកប៉ុណ្ណឹងហើយយើង connect មកឃើញស្គាល់ហើយអញ្ចឹងមានន័យថាបើទោះជា public IP ដែលគេដឹងហើយក៏ដោយគាត់អាចចូលបានដែរព្រោះអីវាមានការ communication key នឹងបន្តទៀតដែលយើង set លើ machine scan អញ្ចឹងណាបងប្អូនអូខេវីដេអូមានប៉ុណ្ណឹងទេបើសិនជាបងប្អូនអត់យល់ឬក៏មានចម្ងល់អីផ្សេងៗទាក់ទងនឹង ZK machine ឬក៏ time attendant ផ្សេងៗបងប្អូនអាច comment ឬក៏ chat មកផ្ទាល់បានអរគុណច្រើន